រូបខ្ញុំកើតមកជាសត្វតលូនទូនគឺខ្ញុំរស់នៅក្នុងក្បាលមេវអាមេវជាសត្វចងរៃចាំពេលតលូនទូនល្បីធ្វើឯងអត់ដឹងអីរូបខ្ញុំកើតមកតលូនទូនរសើរនៅក្នុងភាពងងឹតគឺក្នុងភាពងងឹតគឺខ្ញុំរស់ក្នុងក្បាលមេវអាមេវជាសត្វចងរៃជាសត្វចងរៃតាមពិតមូលហេតុដែលតែលូនទូនខឹងព្រោះវាឃ្លានផ្លែលីងជឺប៉ុន្តែវាថ្លៃខ្លាំងពេកដល់$1 លានរូបខ្ញុំជាមេវក៏អត់លុយទិញឲ្យវាតាមពិតអាតាលូនទូនខូចណាស់មិនដូចជាមេវទេហាមិនជេមេវអាចង្រៃមិនពិតទេអាតាលូនទួនវែកណាស់ខ្ញុំកើតមកជាសត្វតលូនទូនគឺខ្ញុំរួមនៅក្នុងក្បាលម៉ូអាមេវជាសត្វចងរៃអាមេវវាមានល្បិចច្រើនណាស់ខូចណាស់អាមេវខូចដល់ស្រុកខ្មែរវិញអាមេវពេលបានល្បីវាកើតទុកមិនសុខចិត្តវារកទៅរកវាយតលូនទូនអាមេវ